ដោយអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសម្រេចបញ្ឈប់ទាំងស្រុងរាល់ការផ្ដល់រង្វាន់គ្រឿងស្រវឹងតែម្ដងត្រឹមថ្ងៃទី30ខែកញ្ញាឆ្នាំ2026ជាកំហិតនេះបើយោងតាមសេចក្តីណែនាំរបស់អគ្គបណ្ឌិតសភាចារអូនពាន់មនីរតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះថ្ងៃទី29ខែមិថុនាឆ្នាំ2026ហើយទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី1ខែកក្កដានេះក្រសួងសេដ្ឋកិច្ចសូមណែនាំដល់លោកស្រីនាយកបណ្ណាធិការនិងកម្មសិទ្ធិករសហគ្រាសផលិតនាំចូលនិងចែកចាយផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករទាំងអស់ព្រមទាំងសាធារណជនដូចខាងក្រោមបញ្ឈប់ទាំងស្រុងការផ្ដល់ឬប្ដូរជារង្វាន់តាមរយៈក្រវិលកំប៉ុងកម្រោកដបឬរង្វាន់ក្នុងទម្រង់ផ្សេងៗដែលភ្ជាប់ឬមិនភ្ជាប់នឹងកំប៉ុងដបសម្បកវេចខ្ចប់ឬកេសផលិតផលជាអាចមានដូចជាការចាប់ឆ្នោតកាតកោះគូប៉ុងបានប្ដូររង្វាន់ QR code និងកម្មវិធីរង្វាន់ Digital ផ្សេងៗជាដើមត្រឹមថ្ងៃទី30ខែកញ្ញាឆ្នាំ2026ជាកំហិតមិនអនុញ្ញាតឲ្យមានការចែកចាយឬផ្ដល់ផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃគ្រប់សហគ្រាសទាំងអស់រួមទាំងសហគ្រាសផលិតនិងអ្នកចែកចាយបន្តត្រូវបញ្ឈប់រាល់ការបញ្ជាទិញនាំចូលឬផលិតថ្មីនៅកង្វល់កំប៉ុងកម្រិតដបឬសម្បកវេចខ្ចប់ផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករដែលមានរង្វាន់ឬដាក់រង្វាន់ក្នុងកែផលិតផលទាំងនោះបន្តទៀតចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅបងប្អូនអរគ្នាចាប់ពីថ្ងៃទី30ខែកញ្ញាឆ្នាំ2026តទៅលាហើយរង្វាន់តាមក្រវិលកំប៉ុងកោះត្រូវគឺលែងមានទៀតហើយបងប្អូនបាននៅថារាល់ថ្ងៃនេះក្រុមហ៊ុនស្រាបៀរជាច្រើនបានប្រកួតប្រជែងគ្នាមិនត្រឹមតែគុណភាពនៃស្រាបៀរទេការប្រកួតប្រជែងខ្លាំងគឺការផ្ដល់រង្វាន់តែម្ដងរវល់សម្បកកំប៉ុងកោះមួយកំប៉ុងត្រូវមួយកំប៉ុងកោះមួយកំប៉ុងត្រូវ$1 $2 $100ក៏មានហើយដល់ថ្នាក់ផ្ដល់រង្វាន់ជាប្រាក់ខែរាប់ម៉ឺនដុល្លារក៏មានដែរនេះគឺជាការអូសទាញឲ្យបងប្អូនប្រជាពលរដ្ឋងប់ងល់និងចូលចិត្តខ្លាំងក្នុងការទទួលទានគ្រឿងស្រវឹងតែម្ដងដែលគ្រឿងស្រវឹងនេះគឺជាចំណែកមួយនៃការចូលរួមបំផ្លាញធនធានមនុស្សនៃកម្ពុជារបស់យើងកាលណាទទួលទានគ្រឿងស្រវឹងច្រើនសុខភាពក៏កាន់តែទ្រុឌទ្រោមដូច្នេះធ្វើឲ្យធនធានមនុស្សនៅកម្ពុជាយើងកាន់តែអន់ថយផងដែរវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះទទួលបានការសាទរជាខ្លាំងហើយបញ្ឈប់ទាំងអស់រាល់ការផ្ដល់រង្វាន់តាមរយៈកង្វល់កំប៉ុងកម្រិតដបនានាត្រឹមថ្ងៃទី30ខែកញ្ញាឆ្នាំ2026តទៅមេតាប្រូបរិសុទ្ធធម្មជាតិគ្រប់បំណក់ពិសាទឹកបរិសុទ្ធមេតាប្រូដើម្បីសុខភាពអ្នកនិងគ្រួសារអ្នក